ការលេងដីណាគឺមនុស្សយើងម្នាក់ហ្នឹងធំប៉ុណ្ណឹងហើយហ្នឹងក៏នៅតែឈ្មោះថាជាការលេងដីដូចជាកូនក្មេងដូចជាអីអញ្ចឹងណាធម្មតាក្មេងយើងតែងតែលេងដីហើយយើងនឹងឃើញក្មេងលេងដីអញ្ចឹងយើងថាអូកើតមេរោគកើតអីបៃលុកបៃឡហ្នឹងខ្លាំងអីអញ្ចឹងណាអញ្ចឹងឬការលេងដីហ្នឹងមនុស្សយើងធំហើយហ្នឹងក៏នៅតែឈ្មោះថាលេងដីដែរតែមនុស្សយើងធំក៏ពិតមែនប៉ុន្តែយើងក៏ឈ្មោះថាជាក្មេងតូចឬក៏កូនក្មេងសម្រាប់ព្រះអរិយបុគ្គលដែរណាព្រះអរិយបុគ្គលទើបជាមនុស្សធំជាមនុស្សពេញវ័យជាមនុស្សជំទង់អញ្ចឹងទៅណារីឯយើងជាបុថុជននេះក៏នៅតែជាកូនក្មេងដែលតែងតែលេងដីដែរយើងលេងដីនេះដីក្នុងទីនេះបៃលុកបៃឡនៅក្នុងទីនេះគឺសំដៅលើមហាភូតរូប4មហាភូតរូប4មានអីដីទឹកភ្លើងខ្យល់អញ្ចឹងទាំង4ហ្នឹងយើងនៅលេងមួយវាសពថ្ងៃប៉ុន្តែយើងតែអត់ដឹងពីមហាភូតរូប4ហ្នឹងគឺជាបៃលុកបៃឡសម្រាប់យើងយើងអត់ដឹងហើយបុថុជនយើងតែងតែលេងជាមួយនឹងមហាភូតរូបទាំង4នៅក្នុងសង្សារវដ្តនេះអត់ចេះចប់អត់ចេះហើយទេអត់ដឹងពេលណាត្រូវបញ្ចប់អត់ដឹងថាពេលណាត្រូវឈប់លេងតែព្រះអរិយបុគ្គលលោកមើលមកបុថុជនយើងនៅតែលេងជាមួយមហាភូតរូបទាំង4ហ្នឹងដូចជាក្មេងដែលលេងជាមួយនឹងបៃលុកបៃឡប្រកបដោយវត្ថុសៅម៉ងមានមេរោគណាជាប់មេរោគជាប់អីទៅបំផ្លាញសុខភាពអីគ្រប់សពបែបយ៉ាងដែរយ៉ាងណាមិញព្រះអរិយបុគ្គលហ្នឹងក៏ឃើញយើងហ្នឹងមកលេងបៃលុកបៃឡហ្នឹងដូចគ្នាដែរណាឃើញយើងហ្នឹងលេងបៃលុកបៃឡលេងដីជាមួយនឹងមហាភូតរូបទាំង4ហើយវាកើតមេរោគវាកើតកិលេសវាចូលទៅដុតដាលរៀលនៅក្នុងចិត្តដោយសារមហាភូតរូប4ហ្នឹងទៅធ្វើឲ្យសត្វលោកហ្នឹងមានការប្រកាន់មានតណ្ហាមានទិដ្ឋិមាននេះណាតណ្ហាទិដ្ឋិមាននេះហ្នឹងវាជាបបញ្ចធរហើយបបញ្ចធរហ្នឹងធัวធ្វើឲ្យយឺតយូរនៅក្នុងសង្សារវដ្តដូចជាជ័រស្អិតដូចជាកៅស៊ូវាធ្វើឲ្យសត្វលោកនឹងជាប់ជំពាក់សបាយញៀនញ៉ាំជាមួយនឹងមហាភូតរូបទាំង4ហ្នឹងជាមួយធាតុដីជាមួយធាតុទឹកជាមួយធាតុភ្លើងជាមួយធាតុខ្យល់នៅក្នុងសង្សារវដ្តហ្នឹងយើងអត់ដឹងថាហ្នឹងវាជាទុកទោសឯណាយើងនៅតែសបាយហើយយើងនៅតែរីករាយជាមួយវាដូចកូនក្មេងអីកូនក្មេងដឹងថាតើការលេងដីហ្នឹងវាជាមេរោគដែរមានតែមនុស្សធំតាម្ដាយឪពុកទៅមិនដឹងថាអូការលេងដីហ្នឹងវាជាមេរោគតើអញ្ចឹងយើងហាមកូនអាត្មាអញសិនកុំឲ្យវាលេងអីអញ្ចឹងទៅហើយយើងហ្នឹងក៏ដូចគ្នាមួយថ្ងៃហ្នឹងសប្បាយរីករាយតែជាមួយនឹងមហាភូតរូបទាំង4ធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ត្រូវអវិជ្ជាបិទបាំងត្រូវមោហៈបិទបាំងយើងអត់ដឹងអំពីការដែលលះបង់ឬក៏ការពិចារណានៅក្នុងមហាភូតរូបទាំង4ដីទឹកភ្លើងខ្យល់ថាត្រឹមតែជាធាតុអីយើងមានបញ្ញាណាមកពិចារណាបើសិនជាអត់មានការសន្សំអត់មានការរៀនសូត្រមកដូចជាព្រះអរិយបុគ្គលអីណាព្រះអរិយបុគ្គលលោកដឹងថាដីទឹកភ្លើងខ្យល់ហ្នឹងដីហ្នឹងរឹងវត្ថុណារឹងគឺជាដីនៅក្នុងខ្លួនយើងហ្នឹងសក់រោមកញ្ចក់ធ្មេញស្បែកអីអាការៈទាំង32ប្រការហ្នឹងគឺជាធាតុដីដោយសារវាមានសភាពរឹងវាមានសភាពទន់ហើយចឹងទឹកគឺវត្ថុនៅក្នុងខ្លួនយើងជាហូរជ្រាបទឹកមាត់ទឹកសម្បោរទឹកស្លេះម៉ូតអីចឹងទៅខ្ទុះឈាមខ្លាញ់ខាប់ខ្លាញ់រាវអីគ្រប់សពបែបយ៉ាងហ្នឹងអាហ្នឹងវាជាធាតុទឹកហើយក៏ធាតុខ្យល់គឺសំដៅលើវត្ថុដែលអាចធ្វើឲ្យយើងតឹងធ្វើឲ្យយើងកម្រើកធ្វើឲ្យយើងរៀងញ័រនៅក្នុងខ្លួនរបស់យើងអញ្ចឹងទៅអាហ្នឹងហើយគឺជាធាតុខ្យល់អញ្ចឹងទៅរីឯធាតុភ្លើងគឺវត្ថុណាដែលក្តៅធាតុណាដែលក្តៅមានភ្លើងដុតអាហារមានភ្លើងដុតឲ្យយើងចរាព្យាធិអីគ្រប់សពបែបយ៉ាងអីហ្នឹងណាភ្លើងដុតអាហារឲ្យរលួយអាហ្នឹងសុទ្ធតែជាតេជោធាតុនៅក្នុងរាងកាយយើងធ្វើឲ្យយើងត្រជាក់រាងកាយអីគ្រប់សពបែបយ៉ាងហ្នឹងអាហ្នឹងគឺមហាភូតរូបទាំង4អញ្ចឹងព្រះអរិយបុគ្គលលោកពិចារណាល្អិតល្អន់បែបហ្នឹងលោកអាចពិចារណាបានអំពីមហាភូតរូបទាំង4ថានឹងត្រឹមតែជាធាតុហើយចុះយើងបុថុជនយើងសប្បាយរីករាយជាមួយអាដីទឹកភ្លើងខ្យល់ហ្នឹងមហាភូតរូបទាំង4ដូចជាកូនក្មេងលេងដីអត់ស្គាល់ថានឹងមេរោគអញ្ចឹងហើយមេរោគនេះយើងមនុស្សយើងនេះដែលលេងជាមួយមេរោគនេះគឺជាកិលេសណាលេងជាមួយមេរោគគឺជាកិលេសហ្នឹងវាសៅមងនៅក្នុងចិត្តអញ្ចឹងទៅវាកើតឡើងជាមេរោគនៅក្នុងចិត្តមេរោគអីមានរាគៈមានទោសៈមានមោហៈមេរោគគឺជាតណ្ហាមេរោគទិដ្ឋិ
មេរោគមាននេះអាហ្នឹងសុទ្ធតែកើតឡើងដោយសារមានមហាភូតរូបទាំង4ហើយចាប់ប្រកាន់នៅមហាភូតរូបទាំង4ដីទឹកភ្លើងខ្យល់ហ្នឹងថាជាខ្លួនឯងមានអត្តាមានតួខ្លួននៅក្នុងមហាភូតរូបទាំង4អញ្ចឹងទៅធ្វើឲ្យមានទៅនៅមេរោគគឺកិលេសទាំងឡាយមករួបរឹតចិត្តមកបៀតបៀនចិត្តហើយបើមិនខំឲ្យពេទ្យព្យាបាលរោគនោះទេអត់ជាទេណាហើយអ្នកដែលព្យាបាលជានោះក៏គឺអ្នកណាគឺព្រះសម្មាសម្ពុទ្ធនឹងឯងដែលយើងបានស្ដាប់ធម៌របស់ព្រះអង្គហើយយើងដឹងពីវិធីដឹងពីឧបាយណាដើម្បីព្យាបាលឲ្យជាណាព្រះសម្មាសម្ពុទ្ធតែងតែប្រទានថ្នាំទៅនៅបញ្ញាយើងបានលេបថ្នាំបញ្ញាទៅយើងដឹងថាអូមហាភូតរូបទាំង4ត្រឹមតែជាធាតុតែប៉ុណ្ណោះណាបញ្ញានោះវាបើកបង្ហាញឡើងឲ្យសត្វលោកនោះឃើញសភាវៈបរិច្ចសមុប្បាទធម៌អាស្រ័យគ្នានាមរូបណាអាស្រ័យវិញ្ញាណណាវិញ្ញាណនឹងធ្វើទៅនៅកិច្ចរបស់វាផ្សេងតាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវច្រមុះផ្លូវណាត់ផ្លូវកាយចិត្តអញ្ចឹងទៅយើងអប់រំនៅតាមធាតុទាំងអស់ដែលបានសិក្សាមកពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធបរមគ្រូយើងក៏ប្រកាសជាយល់បានលេបថ្នាំនៅបញ្ញានឹងហើយធ្វើឲ្យយើងជារោគណាជារោគអាចជារោគបែបហ្នឹងឯងរឿងបញ្ញាហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកតើបានដោយវិធីណាបញ្ញាហ្នឹងមានហេតុដែលនាំឲ្យកើតបញ្ញាកើតឡើងមកពីការស្ដាប់សិក្សារៀនសូត្រហ្នឹងសុទ្ធតាមរយៈបញ្ញាស្ដាប់ឲ្យច្រើនទៅរៀនធម៌ស្ដាប់ធម៌អញ្ចឹងទៅធ្វើឲ្យកើតបញ្ញាស្ដាប់ពីមួយថ្ងៃទៅមួយថ្ងៃទៅបន្តិចទៅវាមិនមែនចេះតែថាធម៌ហ្នឹងកើតឡើងបានលឿនបញ្ញាហ្នឹងបានលឿនទេយើងពិចារណាហើយពិចារណាទៀតស្ដាប់ឲ្យស្ដាប់ទៀតមួយថ្ងៃបន្តិចយូរទៅកើនទៅនៅបញ្ញាដូចសត្វកញ្ញាវាពូនដីអញ្ចឹងណាបញ្ញាហ្នឹងក៏ដូចគ្នាដែរអញ្ចឹងសុទ្ធតាមរយៈបញ្ញាកើតឡើងពីការស្ដាប់បន្ទាប់ពីសុទ្ធតាមរយៈបញ្ញាហ្នឹងក៏ជាចិន្តាមរយៈបញ្ញាកើតឡើងមកពីការគិតការត្រេះរិះណាបានពីណាមកបានមកពីការសិក្សារៀនសូត្របានមកពីស្ដាប់នៅពេលដែលស្ដាប់ហើយហ្នឹងយើងចេះត្រេះរិះយើងចេះពិចារណាទៅធម៌ទាំងឡាយសភាវៈធម៌ទាំងឡាយមានហេតុមានបច្ច័យរបស់វាទើបវាកើតវាមិនមែនចេះតែកើតឯងទេវាមានហេតុមានបច្ច័យវាដល់ព្រមទើបវាកើតណាសភាវៈធម៌ហ្នឹងយ៉ាងកិញ្ចេសមុទយៈធម្មំសពន្តាំងនិរោធធម្មន្តិធម្មជាតិណាកើតឡើងធម្មជាតិនោះក៏មានការរលត់ទៅវិញជាធម្មតាអាហ្នឹងគឺបញ្ញាហ្នឹងកើតឡើងហ្មងកើតឡើងគឺចក្ខុឧត្តបាតិណាមានចក្ខុមានបញ្ញាហ្នឹងកើតឡើងហើយបែបហ្នឹងបន្ទាប់ពីហ្នឹងមកក៏ភាវនាមយៈបញ្ញាគឺបញ្ញាកើតឡើងមកពីការបរិកម្មណាការភាវនាអញ្ចឹងទៅយើងត្រេះរិះយើងមានសមាធិចិត្តសមាធិហ្នឹងហើយជាធម៌ដែលធ្វើឲ្យមានចិត្តស្ងប់ហើយបង្អោនទៅដើម្បីបានទៅនៅបញ្ញាមានសិលមានសមាធិហើយមានបញ្ញាអាហ្នឹងគឺជាថ្នាំ3គ្រាប់ដែលធ្លាប់បានសម្ដែងមករឿយហើយអញ្ចឹងយើងក៏បានទទួលទៅនៅថ្នាំគ្រាប់ទី3ដើម្បីធ្វើឲ្យយើងផ្ដាច់រោគណាផ្ដាច់រោគនៅកិលេសទាំងឡាយបៀតបៀនដែលយើងលេងជាមួយមហាភូតរូបទាំង3ទាំង4ហ្នឹងយើងជាប់ជំពាក់បលែងលេងជាមួយដីទឹកភ្លើងខ្យល់ពីមួយជាតិហើយទៅមួយជាតិទៀតមួយជាតិហើយទៅមួយជាតិទៀតនៅតែមិនចេះចប់នៅពេលដែលយើងបានលេបថ្នាំគឺបញ្ញានេះភ្លាមភ្លឺហ្មងជំងឺហ្នឹងវាបាត់អស់វាស្លាប់អស់វាងាប់អស់ចឹងទៅបាក់តេរីមេរោគហ្នឹងវាងាប់អស់ចឹងទៅ